បងវិយឡាតាគាត់ថាសកម្មភាពបែបម៉េចទៅដឹងថាគេស្រឡាញ់យើងចាកញ្ញាស៊ីមីងចាពីនេះខ្ញុំទៅគិតទៅជាសារមួយដែលចែករំលែកទេថាតាមរយៈសកម្មភាពឬក៏ពាក្យសម្ដីយើងមិនអាចកំណត់ថានរណាគេម្នាក់ស្រឡាញ់យើងបានទេប្រអីពេលខ្លះសកម្មភាពរបស់គេធ្វើមកយើងល្អប៉ុន្តែចិត្តរបស់គេនៅតំណងជាមួយនឹងអ្នកផ្សេងដែរពេលខ្លះគេទុកយើងទៅតែជាប្អូនចាពេលខ្លះគេធ្វើល្អជាមួយយើងគេក៏ធ្វើល្អជាមួយនឹងអ្នកផ្សេងដូចគ្នាពាក្យសម្ដីដែលគេនិយាយមកកាន់យើងគឺគេនិយាយទៅកាន់អ្នកផ្សេងក៏ដូចគ្នាពេលខ្លះយើងពិបាកដែរក្នុងការបែងចែកថាមួយណាជាក្តីស្រឡាញ់របៀបក្នុងន័យស្នេហាតើមួយណាជាក្តីស្រឡាញ់ដែលកាត់ឡើងក្នុងន័យជាមួយទុកជាបងប្អូនឬក៏ជាការរាប់អានគ្នាក៏ប៉ុន្តែពីនេះខ្ញុំទៅនឹងក្នុងនេះខ្ញុំគិតថាយើងគួរតែសួរចាដើម្បីបញ្ជាក់ថាវាថាបើសិនយើងសួរវាអាចនឹងខុសពីគុណតម្លៃស្ត្រីខ្មែររបស់យើងដែរយើងទៅសួរគេថាបងអញស្រឡាញ់ខ្ញុំអត់វាអាចនឹងខុសពីគុណតម្លៃដែរប៉ុន្តែបើសិនជាភាពមួយដែលច្បាស់លាស់យើងខ្ញុំគិតថាគួរសួរចកញ្ញាសេមុំគិតថាយ៉ាងណាដែរចាធ្វើបែបនេះដើម្បីដឹងថាគេស្រឡាញ់យើង